ឥឡូវចង់ទម្លាក់កំហុសទៅលើនរណាទៀតបាទនេះជាការធ្វើប្រហែសសូមលោកម្ចាស់ដាក់ទោសម្ចុះសឺម៉ាអីឡុងបានជារត់រួចទៅហើយតែយើងកាត់ទោសអីបានប្រយោជន៍ស្អីទៅអើយរឿងនេះកាន់តែស្មុគស្មាញទៅកាន់តែស្មុគស្មាញទៅហើយលោកម្ចាស់សឺម៉ាអីឡុងបានជារួចទៅហើយកំណប់ក៏នៅក្នុងដៃពួកគេដែរខ្ញុំមានគំនិតមួយតែមិនដឹងថាគួរជម្រាបលោកម្ចាស់ដែរទេនិយាយទៅសភាពការចំពោះមុខធ្វើឲ្យក្រុមប្រហារនេះចាញ់ប្រៀបខ្លាំងណាស់បើសិនជាយើងនៅតែប្រឆាំងជាមួយសឺម៉ាអឡុងទៀននោះប្រកាសជាបងខាត់ធ្ងន់ធ្ងរយើងគួរតែចាក់ចេញពីស្រុកក្នុងពូសិនដើម្បីត្រៀមកម្លាំងរកឱកាសចាត់ការសឺម៉ាអឡុងម្ដងទៀតចង់ដកថយខ្ញុំធ្វើនេះគឺគិតដល់ក្រុមប្រហារនេះសូមលោកម្ចាស់ពិចារណាយកបោះរបស់នាងយើងនឹងពិចារណាទៀតចាលោកអាមាត្យចិត្តបាទលោកម្ចាស់អ្នកនាងមានក្រុមថាចង់ដកថយតើលោកយល់យ៉ាងម៉េចដែរខ្ញុំយល់ថាมันបានចិត្តដាច់ខាតស៊ូម៉ាអេងឡុងអ្វីត្បិតតែរត់មែនក៏ប៉ុន្តែនៅក្នុងកណ្ដាប់ដីរបស់យើងក៏នៅមានទីងអូវិញម្នាក់ដែរយើងមានឱកាសអាចឈ្នះគេវិញបានមិនខានត្រឹមត្រូវមិនយើងត្រូវការមនុស្សដែលប្រកែកដូចជាលោកតស៊ូដល់ដំណាក់កាលចុងក្រោយក៏មិនព្រមចុះចាញ់ដែរមិនព្រមចិត្តឲ្យខិតធ្វើអីទុនខ្សោយពេកខ្វះស្មារតីប្រយុទ្ធគេចុះចាញ់ដោយមិនតាន់ប្រយុទ្ធទៅហើយមនុស្សដូចជានាងនេះមិនអាចធ្វើចំណេញជាមួយរបស់យើងបានទៀតទេលោកម្ចាស់មានរឿងមួយនោះខ្ញុំយូរណាស់ហើយមិនដែលហ៊ានជម្រាបលោកម្ចាស់ទេអ្នកនាងហើនោះការពិតមិនបានធ្វើតាមបញ្ជាលោកម្ចាស់ទៅសម្លាប់អាភ្នែកមន់និងអាតឡាយទេខ្ញុំសង្ស័យថាអាពីរអ្នកនោះវាស្ដាប់តាមបញ្ជារបស់អ្នកនាងហើក៏ដោះលែងស៊ឺម៉ាអេងឡុងព្រោះថាអ្នកនាងមេក្រុមហើនោះក៏ចង់បានកំណប់នោះម្ល៉េះហើយប្រហែលជារួមកំណត់ជាមួយស៊ឺម៉ាអេងឡុងតាំងពីយូរណាស់ហើយអាមាត្យចិត្តធ្វើតាមលោកនិយាយចុះយើងត្រូវតែយកទិញអវ័យជាអាវុធចាត់ការស៊ឺម៉ាអេងឡុងបាទប៉ុន្តែមុននឹងលោកចាត់ការរឿងនេះលោកត្រូវចាត់ការរឿងមួយឲ្យខ្ញុំសិនលោកម្ចាស់ចេញបញ្ជាមកចុះតែទួលបញ្ជាលោកអាមាត្យចាងលោកថាស៊ឺម៉ាអេឡុងលាក់ខ្លួននៅក្បែរនេះដំណឹងនេះពិតទេដំណឹងនេះមិនខុសទេប្រហែលជានៅក្បែរនេះហើយបានពួកយើងទៅខាងមុខតាមរកទៀនហេតុអីលោកលុយសម្រាប់ខ្ញុំមិនទេចាំដាំហើយអ្នកក្បត់គុំប្រហារនេះមិនអត់អន់ទេយើងស្មោះនឹងក្រុមប្រហារនេះអស់ពីចិនហើយស្ដាប់បញ្ជាលោកម្ចាស់ចិត្តនេះយើងមិនអាចធ្វើអីខុសទេហេតុអីថាយើងក្បត់ក្រុមប្រហារនេះទៅវិញតើហេតុអីទៅមិនបាច់ធ្វើពុតទេយើងតាមដាននាងយូរណាស់ហើយនាងមិនបានសម្លាប់អាភ្នែកមន់និងអាតឡាយទេលោកម្ចាស់គ្រាន់តែឲ្យការងារតូចតាចទៅនាងចាត់ការក៏នាងក្បត់គាត់ដែរជាងនេះទៅទៀតនាងមានគំនិតចង់បានកំណប់ប្រកាសជាខុបខិតជាមួយស៊ឺម៉ាអេងឡុងប្រឆាំងជាមួយមេប៉ាក់ហើយព្រោះតែកំណប់យើងខុបខិតជាមួយស៊ឺម៉ាអេងឡុងមែនទេកំណប់នេះពេលនេះចិត្តដល់ដៃទៅហើយលោកមេប៉ាក់មិនចង់ឲ្យមានការធ្វើប្រហែសទេគាត់សុកចិត្តសម្លាប់ខុស100នាក់ក៏មិនប្រឡែងការច្រឡំម្នាក់ដែរមនុស្សដែលគាត់សង្ស័យនេះគឺមិនទុកចិត្តដាច់ខាតនាងចេស្នាផ្ទាល់របស់គាត់គួរតែដឹងច្បាស់នៅក្នុងរឿងនេះតាមពិតលោកមេប៉ាក់ខ្លាចយើងយកកំណប់ពីគាត់ម្យ៉ាងទៀតមានមនុស្សគំនិតអាក្រក់ជាអ្នកបញ្ចុះបញ្ចូលគាត់ទៀតហេតុនេះហើយមិនជាគាត់ឲ្យឯងសម្លាប់យើងនិយាយត្រូវណាស់ស្លាប់ទៅអីទៅណាបាត់ចេះទៅណាចេះអូណាចាត់យ៉ាងប្រយ័ត្នចាត់មកប្រយ័ត្នអត់ចាត់តិចប្រយ័ត្នដល់
អ្នកនាងហើឆាប់ពិសាឆ្នាំនេះទៅរបួសអ្នកនាងនឹងប្រកាសជាឆាប់ជាឡើងវិញហើយនេះហាមកអរគុណពួកឯងហើយអរគុណពួកឯងជួយខ្ញុំហើយតាមពិតពួកខ្ញុំនឹងអន្តរាយនឹងរៀបនឹងទៅស្រុកវិញប៉ុន្តែនៅតាមផ្លូវនោះជួបកូនចៅលោកអាម៉ាត់ចាងខ្ញុំខ្លាចពួកគេឃើញខ្ញុំចេះទៅរត់ទៅបានតែគេចាប់ពួកខ្ញុំមិនបានហ្នឹងក្រោយមកខ្ញុំនៅអាភ្នែកមន់ជួលក៏បានពិចារណាឡើងវិញលោកអាម៉ាត់ចាងដឹងថានាងចង់ដោះលែងពួកខ្ញុំគេប្រកាសជាតិសម្រាប់នាងហេតុនេះហើយពួកខ្ញុំក៏លាក់ខ្លួននៅកន្លែងវាលបញ្ចុះសង្ឃដើម្បីផ្ដល់ដំណឹងឲ្យទៅនាងយើងឃើញខ្លារខិនគឺជាអ្នកបង្កប់របស់ប៉ាស្មុំពេលនោះខ្ញុំមិននឹកស្មានទេថ្ងៃណាមួយខ្ញុំក៏ត្រូវគេចោទជាអ្នកបង្កប់មានលទ្ធផលដូចជាខ្លារខិនដែរមនុស្សនៅក្នុងខ្លារខិនគ្មានមួយណាល្អទេយកល្អនាងរត់ទៅជាមួយនឹងពួកខ្ញុំទៅមើលហ្នឹងលោកមេប៉ាជំនួសគួរខ្លាចខ្លាំងសូម្បីតែនាងក៏គេចង់សម្លាប់ដែរពួកយើងគួរតែចាកចេញពីទីនេះកុំមកវិញទៀតព្រោះអញ្ចឹងយើងចោះចូលជាមួយនឹងប៉ាស្មុំតែម្ដងទៅឯងចង់ស្លាប់មែនទេពួកគេជាមួយនឹងក្រុមប្រហារនេះមិនដែលត្រូវគ្នាទេយ៉ាងហោចណាស់ពួកគាត់ជាមនុស្សល្អពួកយើងជួយចាត់ការក្រុមប្រហារនេះណាទោះជាស្លាប់ក៏ស្លាប់យ៉ាងមានកិត្តិយសដែរអេអាភ្នែកមិនជួលមនុស្សស្មានតែឯងនឹងខ្លាំងហានយ៉ាងនេះសោះនាងមិនក្រុមនាងក៏រត់ជាមួយនឹងពួកខ្ញុំទៅពួកឯងទាំងពីរឆាប់ត្រឡប់ទៅស្រុកវិញទៅកុំឲ្យប៉ាក់ពួកអាម៉ាត់ចាងឃើញពួកឯងអសោះបើមិនចឹងទេប្រកាសជាត្រូវគេសម្លាប់ហើយទេអ្នកនាងអ្នកនាងចិត្តអន់នឹងពួកខ្ញុំណាពួកខ្ញុំមិនទៅណាចោលអ្នកនាងទេមិនទេអន្តរាយមែនហ្នឹងពួកយើងត្រូវការពារនាងរហូតដល់នាងជាវិញឆាប់រត់ទៅនាងហើអ្នកនាងហើឲ្យគាត់សម្រាប់មកផ្លេតទៅពួកយើងទៅយឹមនៅខាងក្រៅលោកក្រែងមានគេមកណាយើងក៏ទៅណាតោះថាម៉េចអឺអ៊ីងរត់ទៅបាត់ខ្ញុំមិនបានសម្លាប់ហេអ៊ីងទេសូមលោកម្ចាស់ដាក់ទោសមកចុះដាក់ទោសឥឡូវដាក់ទោសអីបានការស្អីរឿងហឺអ៊ីងថ្ងៃនេះថ្ងៃក្រោយចាំគិតទៀតឆាប់ត្រឡប់ទៅសាលាស្រុកក្នុងរយៈពេល3ថ្ងៃប្រហែលជីវិតទិញអវិបាទមើលម្នាក់នេះមិនដឹងជាមានទុកអីទេបានជាគេធ្វើបាបគាត់យ៉ាងនេះមើលទៅមិនមែនជាមនុស្សល្អទេបើមិនចឹងមានរឿងអីត្រូវគេចាប់ខ្លួននោះមែនហើយប៉ុន្តែមើលទៅគាត់ជាមនុស្សល្អតើហើយមនុស្សអាក្រក់មនុស្សអាក្រក់ល្អស្អីបែរទៅហើយចូលមិនបាត់មិនស្មានសោះខាងហ្នឹងមិនអាចត្រូវមានទុំមិនជីវិតដូចអូទីវិញដល់ប្រហារពេញអូវៃទ្រាំមិនបានទេពាក្យដែលថាសច្ចធម៌នោះមានរសជាតិយ៉ាងណាឯងថាមើលស្រួលណាស់ធ្វើដល់ពេលស្លាប់ទៅហើយនៅមាត់រឹងទៀតយ៉ាងយូរណាស់3ថ្ងៃក្រោយក្បាលឯងច្បាស់ជាធ្លាក់ដល់ដីហើយចាំមើលឯងស្រួលយ៉ាងម៉េចទៀតទៅហ៎3ថ្ងៃក្រោយប្រហារជីវិតទិញអ្វីតើរឿងនេះយ៉ាងម៉េចខ្លះរបស់ធានអីរឿងនេះមិនអាចលាក់បានបងបានមែនបងអូវៃព្រោះតែជួយបងក៏ត្រូវអាម៉ាត់នឹងចាប់ខ្លួនទៅសានទិញអ្វីជាអ្នកជួយយើងនាងនិយាយបានច្បាស់បន្តិចទៅមើលនៅពេលដែលគេចាប់បងទៅដាក់កោះគេនឹងយកបងទៅប្រហារជីវិតនៅពេលណាក៏បានបងអូវៃព្រោះតែចង់ជួយបងគាត់ឲ្យខ្ញុំតែខ្លួនគាត់ទៅជាបងហើយចំនួនបងចេញពីក្នុងកោះធ្វើយ៉ាងនេះក៏ដើម្បីបញ្ឆោតឲ្យក្រុមប្រហារនេះនោះចំណែកខ្ញុំទៅអាចជួយបងចេញមកស្រួលគាត់បានផ្ដាំខ្ញុំទៀតថាខ្ញុំមិនអាចប្រាប់បងបានទេនៅក្នុងយប់នោះបានជាបាត់ជីបជាប់បងឲ្យបងគេលក់ស្រួលគឺព្រោះតែមិនចង់ឲ្យបងដឹងហើយទៅតាមជួយទាំងអូវេគាត់មិនឲ្យខ្ញុំប្រាប់បងពីរឿងទីនេះទេការពិតទិញអ្វីជាអ្នកជួយយើងប៉ុន្តែយើងបែរជាមិនដឹងអីទាំងអស់ឥឡូវអូវេនៅក្នុងគុកទទួលទណ្ឌកម្មជំនួសយើងទៀតយើងស្មានតែគេនៅខាងក្រៅកំពុងដើរលេងសប្បាយធ្វើអញ្ចឹងគឺមិនគប្បីទេបកូនណាក្រុមប្រហារនេះយកទិញអូវេមកបញ្ឆោតព្រះអង្គចឹងទៅនេះ
គឺជាល្បិចពឹសពុះរបស់ពួកគេសូមព្រះអង្គប្រយ័ត្នប្រយែងផងក្រាបទូល ក្រុមប្រហារនេះធ្វើល្បិចគ្រប់បែបយ៉ាងក៏ចង់បានកំណត់ប៉ុណ្ណោះអញ្ចឹងយើងធ្វើតាមបំណងគេចុះ របស់ខ្លួនឯងបងចង់ធ្វើម៉េចហ្នឹង យកកំណត់ទៅជួយទិញអវ័យ យកកំណត់ទៅដល់ឯង ដល់ពេលវេលាហើយប្រហារជីវិតព្រះជាម្ចាស់ទេវតាអើយខ្ញុំទិញអស់ទៅជាមនុស្សល្អទេសូមអ្នកទាំងអស់គ្នាជួយថែរក្សាខ្ញុំឲ្យខ្ញុំជាក្រោយចាប់ជាតិនៅក្នុងគ្រួសារអ្នកមានព្រះជាម្ចាស់ ការពារលោកម្ចាស់អាអ្នកទោសថ្លាមធំហ៊ានមកទីលានប្រហារជីវិតផង អាកូនសិស្ស ចេណា ឈប់សិនយើងបើសារភាពលោកម្ចាស់យ៉ាងទិញអវ័យគ្មានទោសទេឆាប់ដោះលែងគេភ្លាមទៅយើងសុកចិត្តបកគលកំណត់ដើម្បីសម្ដែងចិត្តស្មោះរបស់យើង ឯងដល់សតិទីដឹងឯងយកកំណត់មកបដូរនឹងជីវិតយើងជីវិតយើងគ្មានតម្លៃទេបើសិនជាកូនណាទ្រង់ជ្រាបយើងស្លាប់100ដងក៏មិនរួចខ្លួនដែរកុំអីកុំស្លាប់គេអីប្រហារជីវិតយើងទៅយើងសុំបោះប្រហារជីវិតយើងទៅ អូវ័យកុំនិយាយតទៅទៀតគ្មានអ្វីសំខាន់ជាងជីវិតរបស់លោកទេ ទេប្រហារជីវិតខ្ញុំទៅ លោកម្ចាស់យ៉ាងតើលោកគិតយ៉ាងម៉េច បានឲ្យតែបកគលកំណប់មកយើងដោះលែងទិញអវ័យភ្លាម ដោះលែងទិញអវ័យមុនឲ្យតែទិញអវ័យគ្មានគ្រោះថ្នាក់អីនោះយើងនៅបកគលកំណប់ការពារជាតិចេញមកលោកម្ចាស់កុំបារម្ភលោកមកចាប់ខ្លួនយើងទៅយើងឈរទីនេះមិនអាចរត់ទៅណារួចទេ បានយើងយល់ព្រមនឹងឯងដោះលែងទិញអវ័យទៅកុំស្លាប់គេអីប្រហារជីវិតយើងទៅកុំស្លាប់គេខ្ញុំសុំបោះប្រហារជីវិតយើងទៅ ទិញអវ័យបរិជាដឹងថាលោកស្មោះត្រង់នឹងព្រះអង្គយ៉ាងនេះមានរឿងអីដាច់ចិត្តឲ្យលោកស្លាប់នោះ ទេ កុំនិយាយច្រើនឆាប់ជូនទិញអវ័យចុះទៅមក កុំស្លាប់គេកុំស្លាប់គេ របស់អវ័យ ប្រហារជីវិតខ្ញុំទៅ របស់អវ័យ ប្រហារជីវិតខ្ញុំទៅ តែយើងរបស់អវ័យរបស់អវ័យ ត ឥឡូវយើងដោះលែងទិញអវ័យរួចហើយឲ្យឆាប់បកគលកំណប់ការពារជាតិមក មើលទៅ អើយ ពួកឯងឆាប់យកកំណប់ចូលអ្នកទោសនេះបញ្ជូនទៅទីលានប្រហារជីវិតភ្លាម បាទ អាម៉ាចាស់ បកគោណាទូបង្គំមកយឺតបន្តិចសូមរាជទានទៅក្រាបទូល ការពារកំណប់ទៅ កណាពិសេសសិនណាការពារកំណត់ អូឆាប់មកឆាប់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 មកឆាប់ឆាប់តែសៀបអត់ឆាប់សៀបសៀប សិន តែសៀបជុំសិនសៀបសៀប លីវិជុំឯងពិតជាថ្លាមធំណាស់ហ៊ានក្អេងកាងមកដណ្ដើមកំណប់នេះផងណាបានជាយើងហ៊ានមកប្រកាសជាមានវិធីការពារខ្លួនយើងនៅជុំវិញនេះសុទ្ធតែគ្រប់រំសេងអ្នកណាហ៊ានហាមខាត់យើងយកកំណប់ចេញពីទីនេះយើងនឹងធ្វើរំសេងនេះផ្ទុះភ្លាមហើយស្លាប់ជាមួយគ្នាតែម្ដង លោកមិនប៉ាំងខ្ញុំមកយឺតដាច់ហើយ នេះ ខ្ញុំដឹងហើយគឺលោកអាម៉ាត់ចាន់ទម្លាក់ខ្មោះលើខ្ញុំមិនខ្វល់ទេ ល្អណាស់ អើលោកមិនបាក់គឺលោកឲ្យខ្ញុំសម្លាប់នាងតើខ្ញុំ ចង់មកទៀត លោកអ៊ីចឹងល្មមជប់សម្រាប់មនុស្សហើយប្រព្រឹត្តតែអំពើបាបកម្មគង់តែទទួលផលអាក្រក់ជាមិនខានយើងសំណូមពរឲ្យលោកឆាប់ឲ្យកញ្ចាប់ខ្លួនតាមសម្រួលទៅបើមិនចឹងទេការស្លាប់នឹងរបួសកាន់តែច្រើនជាងនេះ សឺមកអ៊ីលោកឯងយល់ថាឯងជាអ្នកប្រកាន់សច្ចធម៌តាមពិតសច្ចធម៌គឺជាចំណុចខ្សោយរបស់ពួកឯងយើងមិនដូចជាឯងទេធម៌មេត្តារបស់ឯងគឺធ្វើបាបខ្លួនឯងទៅវិញយើងពឹងទៅលើការកាប់ចាក់ដោះសាហាវទើបឲ្យមានឋានៈដូចជាថ្ងៃនេះបើ